Nơi châm rơi nơi mhá sa muទ្រ កន្លែងដែលពន្លឺព្រះអាទិត្យមិនអាចទៅដល់ មានពិភពមួយដែលមនុស្សភាគច្រើនមិនធ្លាប់បានឃើញ នៅទីនោះគ្មានសំឡេងរថយន្ត គ្មានពន្លឺទីក្រុង គ្មានស្នាមជើងរបស់មនុស្ស វាមានតែភាពស្ងៀមស្ងាត់ និងការប្រកួតប្រជែងដើម្បីរស់រានមានជីវិត នៅក្នុងភាពងងឹតនោះ សត្វជាច្រើនត្រូវការល្បឿន ខ្លះត្រូវការកម្លាំង ខ្លះត្រូវការអាវុធដ៏មានគ្រោះថ្នាក់ ប៉ុន្តែមានសត្វមួយដែលជ្រើសរើសវិធីផ្សេង វាមិនរត់តាមជនរងគ្រោះ វាមិនប្រយុទ្ធដោយប្រើកម្លាំង វាគ្រាន់តែរង់ចាំរហូតដល់ពេលវេលាដែលត្រឹមត្រូវ នៅពេលដែលអាកាសមកដល់ អ្វីដែលកើតឡើងបន្ទាប់ គឺជារឿងមួយដែលពិបាកនឹងជឿបំផុតនៅក្នុងពិភពសត្វ គៀមរបស់វាលោតចេញមកខាងមុខយ៉ាងមុតស្រួច ដូចជាអាវុធដែលត្រូវបានបាញ់ចេញ នេះគឺជា Goblin Shark ឬត្រីឆ្លាម Goblin Shark គឺជាត្រីឆ្លាមមួយប្រភេទដែលធ្វើឲ្យមនុស្សជាច្រើនសួរថាតើធម្មជាតិអាចបង្កើតសត្វចម្លែកប្រភេទនេះបានយ៉ាងដូចម្តេច ដើម្បីស្វែងយល់ពីត្រីឆ្លាមប្រភេទនេះ យើងត្រូវចុះទៅកាន់កន្លែងដែលវារស់នៅ ទៅកាន់តែជ្រៅ សីតុណ្ហភាពកាន់តែត្រជាក់ ពន្លឺក៏ចាប់ផ្ដើមបាត់បង់ ពណ៌ខៀវដ៏ស្រស់ស្អាតរបស់សមុទ្រប្រែទៅជាពណ៌ខ្មៅ នៅជម្រៅរាប់រយម៉ែត្រ ព្រះអាទិត្យលែងមានឥទ្ធិពល នៅទីនេះភ្នែកមនុស្សស្ទើរតែគ្មានប្រយោជន៍ ប៉ុន្តែសម្រាប់សត្វដែលរស់នៅទីនេះ ភាពងងឹតមិនមែនជាបញ្ហារបស់វានោះទេ ដែលទីនោះគឺជាផ្ទះដ៏ល្អរបស់វា ត្រីឆ្លាម Goblin រស់នៅក្នុងតំបន់ជ្រៅនៃមហាសមុទ្រ វាត្រូវបានរកឃើញនៅក្នុងមហាសមុទ្រជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែដោយសារវារស់នៅទីកន្លែងដែលពិបាកនឹងទៅដល់ មនុស្សនៅតែដឹងតិចតួចពីវា សូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនសូវមានឱកាសក្នុងការសិក្សាពីវានៅក្នុងបរិស្ថានធម្មជាតិរបស់វា វាដូចជាសត្វមួយដែលជ្រើសរើសរស់នៅឆ្ងាយពីភ្នែករបស់មនុស្ស ប៉ុន្តែអ្វីដែលធ្វើឲ្យត្រីឆ្លាមប្រភេទនេះគួរឲ្យចាប់អារម្មណ៍បំផុត គឺមិនមែនត្រឹមតែជារូបរាងកាយរបស់វានោះទេ វាគឺជាប្រវត្តិសាស្ត្ររបស់វា ដែលជាង100 លានឆ្នាំមុន នៅពេលដែលពិភពលោកមានភាពខុសគ្នាខ្លាំងពីសប្តាហ៍ថ្ងៃ នៅពេលដែល Dinosaur នៅគ្រប់គ្រងផែនដី បុព្វបុរសរបស់ Goblin Shark បានហែលនៅក្នុងមហាសមុទ្ររួចទៅហើយ ពេលវេលាបានផ្លាស់ប្ដូរ សត្វជាច្រើនបានបាត់បង់ពីផែនដី ប្រភេទសត្វជាច្រើនត្រូវបានផុតពូជ ប៉ុន្តែត្រីឆ្លាម Goblin នៅតែបន្តរស់រានមានជីវិត ដោយសារតែវានៅតែរក្សាលក្ខណៈបុរាណជាច្រើនរបស់វា ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រមួយចំនួនហៅវាថា Fossil ដែលនៅរស់ វាមិនមែនមានន័យថា វាជា Fossil ពិតប្រាកដនោះទេ ប៉ុន្តែវាបានបង្ហាញថា សត្វមួយអាចរក្សារូបរាង និងវិធីដែលវារស់នៅបានរាប់លានឆ្នាំ នៅពេលដែលយើងមើល Goblin Shark លើកដំបូង មនុស្សជាច្រើនប្រហែលជាគិតថា វាមើលទៅទន់ខ្សោយ មិនមានរូបរាងរឹងមាំដូចជាត្រីឆ្លាមដទៃនោះទេ ប៉ុន្តែប្រសិនបើអ្នកគិតដូច្នោះ នោះអ្នកពិតជាគិតខុសហើយ ពីព្រោះថា Goblin Shark មិនបានកើតមកដើម្បីប្រណាំងប្រជែងនឹងអ្នកណានោះទេ វាកើតមកគឺដើម្បីរង់ចាំ នៅក្នុងភាពស្ងៀមស្ងាត់នៃមហាសមុទ្រ ត្រីតូចមួយកំពុងតែហៅកាត់ទីងងឹត ដែលវាមិនដឹងទេថាមានអ្នកប្រមាញ់កំពុងតែតាមដានវា Goblin Shark មិនប្រញាប់ក្នុងការវាយប្រហារនោះទេ វាហៅយឺតៗ រក្សាចម្ងាយ និងរង់ចាំពេលវេលាដ៏ត្រឹមត្រូវ នៅពេលដែលជនរងគ្រោះមកកាន់តែជិត ហើយភ្លាមៗនោះ អ្វីដែលមិននឹកស្មានដល់នឹងអាចកើតឡើង ដែលស្គៀមរបស់ត្រីឆ្លាម Goblin នឹងលៀនចេញមកមុខយ៉ាងវែង ដែលប្រើពេលតែមួយផ្លែតែប៉ុណ្ណោះ ជនរងគ្រោះនឹងខ្លាចជាចំណីរបស់វា ហើយការប្រមាញ់របស់វាក៏ត្រូវបានបញ្ចប់ ដោយគ្មានការដេញតាម និងមិនប្រើពេលយូរឡើយ វាមានតែការវាយប្រហារដ៏ច្បាស់លាស់មួយតែប៉ុណ្ណោះ